ឆ្ងល់ខ្លួនឯងចូលទួដល់ណាយើងមិនមែន Cinderella ក្នុងរឿងព្រេងទេគេក៏មិនមែនព្រះអង្គម្ចាស់ដែលជីងសេសអីដែរគេគ្រាន់តែជាព្រាននារីលាក់មុខដឹងខ្លួនឯងឲ្យភ្ញាក់អង្គមដេកយូរពេកល្មមដល់ពេលបើភ្នែកស្វែងរកក្តីសុខជប់នៅកុហកខ្លួនឯងព្រោះឈើបៀមទឹកឆាប់ពុកចង់ឲ្យខ្លួនមានក្តីសុខឆាប់បែកគ្នាពីគេគុំចង់សេរីភាពខ្លួនឯងនឹងពាក្យថាទ្រាំស្នេហាជារឿងបន្ទាប់មិនសមក្នុងជីវិតយើងទេគុំគិតថាខ្លួនឯងអាត្មានិយមត្រូវហ៊ានសម្រេចចិនដើរចេញពីគេគិតថាកន្លងមកយើងគ្រាន់តែមើលមនុស្សខុសមនុស្សខ្លះមិនសមនឹងការលះបង់របស់យើងទេមនុស្សខ្លះគ្រាន់តែដើរកាត់ជីវិតយ៉ាងប៉ុណ្ណោះដោយរថភ្លើងដែលរួម